รัฐบาลរាជធានីភ្នំពេញនឹងរៀបចំព្រឹត្តិការណ៍ធំៗអបអរសាទរបុណ្យចូលឆ្នាំខ្មែរចាប់ពីថ្ងៃទី14ដល់ថ្ងៃទី19ខែមេសាឆ្នាំ2026រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងរៀបចំព្រឹត្តិការណ៍ធំៗជាច្រើននៅរាជធានីភ្នំពេញដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ2026ដោយនឹងចាប់ផ្ដើមពីថ្ងៃទី14ដល់ថ្ងៃទី19ខែមេសាឆ្នាំ2026ខាងមុខនេះដើម្បីធានាឲ្យការរៀបចំព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូននិងជោគជ័យរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំត្រៀមការងារនៅរសៀលថ្ងៃទី12ខែមីនាឆ្នាំ2026ក្រុមអធិបតីភាពរបស់លោកហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងអាយដាមខួងស្រេងអភិបាលរាជធានីភ្នំពេញដែលធ្វើឡើងនៅសាលារាជធានីភ្នំពេញអាយដាមខួងស្រេងបានបញ្ជាក់ថាជារៀងរាល់ឆ្នាំរដ្ឋបាលរាជធានីភ្នំពេញតែងតែរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំខ្មែរនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំប៉ុន្តែឆ្នាំ2026នេះក្រុមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាព្រឹត្តិការណ៍នឹងត្រូវរៀបចំកាន់តែធំនិងទូលំទូលាយជាងឆ្នាំកន្លងទៅដើម្បីបង្កើនបរិយាកាសរីករាយនិងទាក់ទាញប្រជាពលរដ្ឋចូលរួមកម្សាន្តអាយដាមក៏បានបញ្ជាក់ថាការរៀបចំព្រឹត្តិការណ៍នេះមានគោលបំណងថែរក្សានិងលើកកម្ពស់វប្បធម៌ទំនៀមទម្លាប់និងប្រពៃណីរបស់ដូនតាខ្មែរព្រមទាំងជួយឲ្យប្រជាពលរដ្ឋនិងយុវជនយល់ដឹងកាន់តែច្បាស់អំពីអត្តសញ្ញាណជាតិក្នុងឱកាសនេះអាយដាមហ៊ុនម៉ាណីបានថ្លែងថាព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ2026និងបង្កើនឱកាសឲ្យប្រជាពលរដ្ឋក្នុងស្រុកនិងក្រៅស្រុកបានជួបជុំសប្បាយរីករាយជាមួយគ្នាលោកបានបញ្ជាក់ថាព្រឹត្តិការណ៍នេះមានលក្ខណៈស្រដៀងនឹងព្រឹត្តិការណ៍សាទរកម្ពុជាដែលបានរៀបចំកាលពីថ្ងៃទី31ខែធ្នូឆ្នាំ2025ក្នុងគោលបំណងលើកកម្ពស់ស្មារតីជាតិនិងការជួបជុំរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសអាយដាមហ៊ុនម៉ាណីក៏បានលើកឡើងថាក្នុងបរិបទបច្ចុប្បន្នការរួបរวมនិងសាមគ្គីភាពរបស់ប្រជាជនខ្មែរកាន់តែមានសារៈសំខាន់ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិនិងវិស័យការពារជាតិឲ្យកាន់តែរឹងមាំសូមបញ្ជាក់ថាព្រឹត្តិការណ៍អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ2026នឹងត្រូវរៀបចំនៅទីតាំងសំខាន់ៗចំនួន6កន្លែងក្នុងនោះមានទីតាំងធំៗ3កន្លែងរួមមានរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំផ្លូវថ្មើរជើងចតុមុខនិងសួនវឌ្ឍនៈរហូតដល់ផ្សាររាត្រីចំណែកទីតាំងតូចៗ3កន្លែងទៀតរួមមានសួនមុខវត្តបទុមវតីតំបន់បាសាក់ឡែនតាមផ្លូវលេខ308និងផ្លូវជុំវិញផ្សារទួលទំពង់ក្នុងខណ្ឌចំការមន